นี่คือจีวิดีโอทอนในขนมวอดมุยได้ทันในขนมตีกรองเสียรอตักได้สารรถอเมริกวอดนี้ชโมทาวอดทอมจากการามหรือก็หาวอดจ้าวอดนั้นก็การมุนเกตั้งปีชนะมาปอนประมาณ180 ปีได้ทันในขนมตักได้วาสันตันสเตทสหรัฐอเมริกในขนมตีกรองเสียรอลปกไม้บางปนออกนี้ไงสะอาดปาระเวนังปูเป็นแต่ได้ดามชื่อในสระนี้คือรถกีอาเพดดามเชื้อปงมาปูนยังโจลมาแต่ชมแต่ใช้เคยให้กูจังรู้เนอใหญ่ปีกชาลากาเป็นบางปูนโอ้ติเจสรับได้มาดองให้สำเลงจับยมใครระดับกระดาวยังกระไลหน้ากระจับกระไลหน้ากับกระปรกได้ปงมาปูนด่ามาเมื่อยังสัตได้กระปรกจานจีนเราส่งสระเข้ามายังเตียนโอเคแล้วนี่ยังจับดามเจนดำนาแต่ไอ้ปงมาบางปูนคือดำใบชปูตะกันวอดโดยด่าบานเรียบร้อยปีข้างดามวิดีโอนั้นอันนี้แอดมินมันทอดตามดองเพลอធ្វើដំណើរទៅវត្តហ្នឹងពុកម៉ែបងប្អូនដើម្បីផ្ដិតជាកម្រងវីដេអូក៏ដូចជាទស្សនភាពទូទៅចែកជូនពុកម៉ែបងប្អូនបានរីករាយទស្សនានេះផ្លូវភូមិគេណាពុកម៉ែបងប្អូនហ្នឹងហើយផ្លូវក្នុងភូមិកាត់ពីភូមិមួយទៅភូមិមួយនិយាយពីថាផ្លូវគេធំជាងផ្លូវលបឿនលឿនជាងស្រុកយើងទៀតពុកម៉ែបងប្អូនខ្លះទៅគឺ2 កន្លងទៅ2 កន្លងមកខ្លះទៅអាចដល់3 កន្លងទៅ3 កន្លងមកក៏មានដែរហ្នឹងហើយហើយស្អាតហ្នឹងហើយស្អាតគ្រប់តែកន្លែងអត់មានស្អីដែលហុយអញញ៉ៃចូលផ្នែកចូលច្រមុះឲ្យបងប្អូនឃើញកន្លែងណាក៏ស្អាតដែរខៀវបៃតងគ្រប់តែកន្លែងចាប់ពីខែ5ហ្នឹងទៅបងប្អូនគឺដើមឈើនឹងកំពុងតែបញ្ចេញសម្រស់ហើយគឺទៅយំទៅយ៉ាបធ្លាក់មកតាមដងផ្លូវបងប្អូនហើយស្រស់បំព្រងតែម្ដងដើមដែលមានផ្កាហ្នឹងក៏ផ្កាទៅដើមដែលចេញស្លឹកក៏ចេញស្លឹកទៅបងប្អូនហើយនេះគឺជាបរិវេណវត្តកាត់បងប្អូនគឺមកដល់បរិវេណវត្តហើយផ្ដិតចែកជូនពុកម៉ែបងប្អូនសូមបញ្ជាក់ពុកម៉ែបងប្អូនថាវត្តនេះគឺក៏កាត់មុនគេដំបងបងអស់ដែលស្ថិតនៅក្នុងរដ្ឋ Washington State ជាប់នឹងទឹកដីកាណាដាបងប្អូនវត្តនេះកើតតាំងឆ្នាំ1982ជាវត្តដូនតាជាវត្តចាស់ជាងគេបងអស់ហើយការកសាងមិនទាន់បានឃើញជាធំដុំអីទេពុកម៉ែបងប្អូនហ្នឹងហើយតកតងនឹងសំណង់អាគារតកតងនឹងកុដិសម្រាប់ប្រសង់នោះពុកម៉ែបងប្អូនគឺថ្លៃហ្នឹងពុកម៉ែបងប្អូនថ្លៃតែមែនតែនដីរាប់លានដុល្លារហ្នឹងហើយបើទិញធ្វើណាសំណង់មួយគឺចំណាយចាប់ពីខ្ទង់លានដុល្លារឡើងបានធ្វើទៅរួចព្រោះទាំងអ៊ីនជីនីរទាំងវិស្វករទាំងកាយដីទាំងបុកគ្រឿងគឺត្រូវចំណាយថវិកាច្រើននៅក្នុងទឹកដីសហរដ្ឋអាមេរិកយើងចឹងហើយបានឃើញការកសាងពីកន្លែងមួយទៅកន្លែងមួយនៅក្នុងទឹកដីសហរដ្ឋអាមេរិកជាពិសេសវត្តណាពុកម៉ែបងប្អូនគឺកសាងយូរហើយនេះដើមឈើពុកម៉ែបងប្អូនអូយដើមឈើគឺស្អាតតែឈុំតែឆៃតែម្ដងគឺចាប់យំហឹងអឹងកងដោយសារតែខែរដូវ summer អញ្ចឹងស្លឹកឈើវាលាស់ហើយពុកម៉ែបងប្អូនខៀវស្រងាត់តែម្ដងហើយដើមឈើក្នុងវត្តនេះពេលដែលយើងចង់កាប់គឺយើងត្រូវតែសុំច្បាប់ពីខាងរដ្ឋគេពីខាងសេរីគេយើងកាប់ដើមឈើនឹងហើយត្រូវចំណាយលុយជួលអ្នកជំនាញគេមកកាត់ទៀតមិនចេះតែកាត់តាមចិត្តទេណាពុកម៉ែបងប្អូនតើតែយើងនឹងមាន license មានអីត្រឹមត្រូវបានគេឲ្យយើងកាត់លក្ខណៈថាតើតែយើងនឹង professional ខាងកាត់ដើមឈើណាពុកម៉ែបងប្អូនបានគេឲ្យកាត់បើថាយើងជាពលរដ្ឋធម្មតាចង្កាត់ដើមឈើហ្នឹងគឺខុសច្បាប់ហើយណាមួយទៀតយើងត្រូវសុំច្បាប់ពីរដ្ឋគេដើមឈើមកអូបពុកម៉ែបងប្អូនដីនៅក្នុងផ្ទះដើមឈើនៅក្នុងវត្តនេះពុកម៉ែបងប្អូនឃើញទេកន្លែងដែលអេដមីនកំពង់ថននេះគឺជាដីថ្មីដែលវត្តទិញតម្លៃ$1.3 លានពុកម៉ែបងប្អូនដីជាប់ក្រុងសៀរ៉ុលនេះវាថ្លៃហ្នឹងហើយដើមឈើនេះពុកម៉ែបងប្អូនមើលចង់ប្រព័ន្ធឡានធំដើមឈើស្រុកនេះតែដើមឈើភាគច្រើនគឺវាអត់មានក្លឹមដូចនៅក្នុងស្រុកខ្មែរយើងជាលក្ខណៈថាឈើប៉និតអីនោះទេពុកម៉ែបងប្អូនឈើនឹងរៀងពុកទេអត់មានក្លឹមអត់មានអីទេតែគេកែច្នៃទៅគេយកត្រាំថ្នាំត្រាំជាតិ chemical ជាតិអីផ្សេងហ្នឹងទៅជាប់រាប់រយឆ្នាំទៅវិញពុកម៉ែបងប្អូនគឺដល់ស្រុកអាមេរិកឲ្យបកកែច្នៃនេះដើមឈើពុកម៉ែបងប្អូនធំណាថតពីចង្អាយទូចដល់ឈោក្បែរមកអោបពីចំណាពីអោបអីក៏មានដែរពុកម៉ែបងប្អូនហើយកប្រុកក៏មានចាបក៏មាន
នឹងសំឡេងចាប់អ៊ូអចឹងទៅតែ admin បិទអាសំឡេងវីដេអូនឹងចោលអត់ហើយពុកម៉ែបងប្អូនដោយសារវាថ្លង់នៅសំឡេងខ្យល់ហ៊ូហើយខាងនោះផ្ទះគេពុកម៉ែបងប្អូនឃើញស្អាតណាស់គឺថ្ងៃកដៅខែកដៅហើយយើងចង់រស់នៅអង្គុយក្រោមដើមឈើនៅតែម្ដងដោយសារតែវាត្រជាក់ផងហើយវាផ្ដល់ខ្យល់អាកាសបរិសុទ្ធឲ្យយើងផងអញ្ចឹងណាអញ្ចឹងបានយើងមួយចូលចិត្តអង្គុយលេងក្រោមដើមឈើនឹងហើយ admin ថតវិលចុះវិលឡើងដើម្បីឲ្យពុកម៉ែបងប្អូនឃើញទស្សនវិជ្ជាទូទៅនៅក្នុងវត្តអញ្ចឹងណាថាវាមានទស្សនវិជ្ជាយ៉ាងម៉េចនៅក្នុងទឹកដីសហរដ្ឋអាមេរិកហ្នឹងវត្តនេះពុកម៉ែបងប្អូនគឺជាវត្តចាស់មុនគេដំបូងបង្អស់ហើយដែលកើតនៅក្នុងទឹកដីសហរដ្ឋអាមេរិកចំពោះតែរដ្ឋវ៉ាស៊ីនតោនមួយទេពុកម៉ែបងប្អូនវ៉ាស៊ីនតោន stand ហើយមកដើមនេះធំមកបងប្អូនអូហាលតុង4អូបមនុស្សហ្នឹងហើយពីអញ្ចឹងតូចទេពុកម៉ែបងប្អូនដល់ទៅក្បែរមិនដឹងថាវាធំហើយចង់វត្តខ្លួនឲ្យពុកម៉ែបងប្អូនហើយធំតែមែនតាតែធំអញ្ចឹងអត់មានក្លឹមអីទេហើយកន្លែងនេះគឺកន្លែងក្នុងជ្រោះក្នុងដីពុកម៉ែបងប្អូនដីនឹងព្រៃនឹងសត្វតែរត់គេអភិរក្សណាអត់អាចឈូអត់អាចកាប់អីញ៉ៃបានទេបានដីគុកឡើយពុកម៉ែបងប្អូនស្រុកនេះអត់មានករណីលើកឡើងទេហើយក៏អត់មានករណីសំទោសឲ្យរួចខ្លួនដែរតែកាប់គឺទៅតែប្រឈមមុខនឹងច្បាប់ស្អាតណាស់ពុកម៉ែបងប្អូនអ្នកដែលចូលចិត្តធម្មជាតិហ្នឹងគឺចូលចិត្តដើមឈើព្រៃព្រឹក្សាហ្នឹងគឺឆ្លាញ់ដូច admin ដែរហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនអត់មានអីច្រើនហ្នឹងហើយខុសឆ្គងយ៉ាងណាមិនថាជាស្រ័យអភ័យទោសចាំមើលតនេនឹងធ្វើវីដេអូថតតាមផ្លូវចាស់ជូនពុកម៉ែបងប្អូនបានទស្សនាបាយ